ធីហ្នឹងរស្មីហងមាសឥឡូវគេធ្វើនិយាយពីអូយមនុស្សមកកកកហ្មងខ្ញុំដូចចង់ច្រៀងបន្តិចណាឯងនឹងសំឡេងស្អីចង់ច្រៀងនោះបើដូចជាថាឥឡូវនេះគេដាក់ឲ្យតែក្មេងៗប៉ុន្តែថាហ្នឹងវាល្អដែរព្រោះដូចថារស្មីហងមាសគេចង់បញ្ចេញស្នាដៃក្មេងៗជំនាន់ក្រោយហើយដូចយើងនេះវាទៅហើយដូចថាអាលោកក្រោយវាច្រើនអាលោកមកយល់ទេប៉ុន្តែគេធ្វើនឹងកម្មវិធីគេអូយនិយាយខឹកគេប៉ុន្តែឥឡូវនេះបើអត់មានអ្នកច្រៀងសោះនេះអាលេងអត់អ្នកច្រៀងណែលោកអូនណាវាមិនខ្វះទេអ្នកច្រៀងនោះយ៉ាងហោចណាស់ក៏សល់អាចចៅកំបាច់ខ្ញុំមួយដែរស្អីកូនមកគ្រាប់គ្មានអត់ដល់ចៅហ៎ហើយមិនក៏ថាអត់កូនចៅហ្នឹងមានធ្លាប់ច្រៀងធ្លាប់អីអត់អូយច្រៀងហើយច្រៀងប្រមាណ100ដងហៅមកជួបខ្ញុំមើលពួកខ្ញុំខ្លាចហ្នឹងគេឲ្យដឹកនាំរឿងកម្មវិធីដែរច្រៀងឲ្យដាក់សំឡេងចៅកំសត់ខ្ញុំស្រួលលើកដៃថ្វាយព្រះមួយហើយស្អីហើយនៅចេះច្រៀងណាហ៎យាយហើយឈ្មោះអីសវេតអូសវេតត្រូវយាយសវត្តនេះអើមែនវាចឹងមែនវាត្រូវហ្នឹងហើយប៉ុន្តែថាសំឡេងមើលសំឡេងអីសំឡេងមាសហើយសំឡេងលងហិនមកមើលសាក់មើលសិនលោកពូអញ្ចឹងហ៎ប៉ុន្តែខ្ញុំសាកសំឡេងឲ្យមើលស្ដាប់តិចមើលចាំមើលអួតអីខ្លួនឯងគួយលើចង្អេលើខ្លួនឯងចាំស្ដាប់អូនសំឡេងវាណាហាត់ចាស់ចាស់តែប្រាំច្រៀងអីក្មេងច្រៀងទៅថាក្មេងប៉ុន្តែថាវាចែកគេរំវងឯងមកជាអខោននេះវាមិនធ្វើមកដាក់ធ្វើថោអញ្ចឹងឯងខំស្រីច្រៀងតាមដែរឲ្យទោសពេលស្ដាប់មើលមកបាត់អីវាថាទៅចូលបាត់អញ្ចឹងមកវិញឥឡូវនេះយើងចែកមើលបាត់អីអត់ទៅឯងច្រៀងបាត់ស្អីច្រៀងទៅចៅបាត់ចង្វាក់ខំអូខំនឹងខ្មោចលងតាមិនទេចេះបាត់ច្រៀងគេអត់ច្រៀងនេះយកហើយឯងចេះទៅចាប់ពីដើមគាត់និយាយតែខ្មោចធ្វើខំដាក់នេះមែនទេឯងទៅលេងបាត់ខំអាហ្នឹងបាត់រំខំឥឡូវថាចោះកុំឲ្យកម្មវិធីនោះមកស្ងាត់ចងប់ពេកតាអាទិត្យឯងដាក់មកបាត់មើលសារមើលតែរៀបទឹកចៃ